មើលថ្មីដែលគេធៀមនឹងចេញនៅថ្ងៃខាងមុខស្អាតមែនតើ map មួយនឹងមិនគេបង្កើតថ្មីឲ្យយើងលេងហ្មងទេវាភ្ជាប់មកជាមួយនឹង event Naruto អ្នកគ្នានៅក្នុង event Naruto មួយនឹងខ្ញុំឃើញថាមានការបដូរច្រើនមែនតើហើយភ្ជាប់ជាមួយនឹង skin ច្រើនមែនតើដូចជា Lord អីហ្នឹងក៏មាន skin មកតាមជាមួយដែរសម្បីតែ map ក៏ដូរដែរក្នុង event មួយហ្នឹង skin ក៏ចេញមកច្រើនហើយ map អីក៏បដូរ Lord អីក៏បដូរដែរមើលទៅពេលដែល event ចេញមកក៏វាមិនតូចដែរតែនៅក្នុងវីដេអូនេះខ្ញុំអត់បដោតទៅលើ skin Lord ឬមកក៏ skin event Naruto មួយហ្នឹងទេខ្ញុំបដោតមកលើ map នេះដែលគេធៀមនឹងចេញភ្ជាប់ជាមួយនឹង event Naruto មួយហ្នឹងរាល់ដងនិយាយទៅជាប្រចាំហ្មងភាគច្រើនខ្ញុំលេងតែអា map គ្រឿងខ្មៅៗដិតៗនេះទេអាហ្នឹងគេហៅ map HD ឯប៉ុន្តែវាច្បាស់ស្អាតដែរប៉ុន្តែលេងយូរទៅវាក៏សាំតាមនឹងដែរជាមួយតែខាង Mobile Legends ចេញ map ថ្មីមើលអញ្ចឹងខ្ញុំមក review map ទាំងអស់ហ្នឹងយើងឃើញថាដំបូងគេហ្នឹងអីដែលបដូរហ្នឹងគឺកន្លែងផ្ទះរបស់យើងហ្នឹងឯងបដូរកន្លែងនោះដាក់ដំបូងដូចនិយាយទៅគឺ map មួយហ្នឹងគេធ្វើមកភ្ជាប់ជាមួយនឹង event Naruto អញ្ចឹងគេ design វាមកតាក់ទងជាមួយនឹង Naruto ហ្នឹងឯងតែ concept មួយហ្នឹងគឺវាស្អាតមែនតើខ្ញុំស្រឡាញ់បែបបុរាណធម្មជាតិអញ្ចឹងណាសម្បីតែផ្លូវដើរទៅខាង Goland ឬមកក៏ Explorland លើក្រោមហ្នឹងក៏វាបដូរដាក់អង្ការហូរទឹកនេះហើយបើយើងកន្លែងមកមើលខាងប៉មនិយាយទៅខាងមកកណាត់ខាង enemy វិញក៏វាស្អាតដែរបដូរអានជាងគៀនហ្នឹងវាដាក់ទៅជាដំបូងផ្ទះបុរាណណាអីបើខ្ញុំនិយាយខុសអីកុំប្រកាន់ព្រោះនិយាយទៅ anime ហ្នឹងគឺចាក់អត់ចូលទេខ្ញុំអត់ចេះមើលទេខ្ញុំអត់ដឹងថា Naruto ហ្នឹងបោះជប៉ុនក៏បោះចិនទេប៉ុន្តែអាដំបូងហ្នឹងវាស្តៀងជប៉ុនផងវាចិនផងអញ្ចឹងខ្ញុំអត់ដឹងខ្ញុំមិនហ៊ាននិយាយទេអ្នកគ្នាអាចមើលតាមនឹងបាននិយាយទៅអត់ចេះមើល anime មែនប៉ុន្តែស្រឡាញ់ graphic ស្រឡាញ់អាការ design អស់ហ្នឹងណាព្រោះខ្ញុំចូលចិត្តតែរឿងបុរាណដល់ពេលដាក់ចូលទៅក្នុងហ្នឹងទៅអ្នកគ្នាសាក់សម័យមើលបើ Skin Lady Dragon របស់យើងចេញហើយយកទៅលេងនៅក្នុង map ហ្នឹងវារឿងកាត់បន្តិចដែរវារឿងសមគ្នាហើយបើសួរខ្ញុំថាអត់ចេះមើល anime ផងមិនស្គាល់ Naruto ស្គាល់អីចេញ skin អីខ្ញុំស្គាល់តែ Naruto មួយហ្នឹងឯងហើយស្គាល់ហ្នឹងស្គាល់ឈ្មោះទេមិនដឹងរូបរាងបែបម៉េចតែនិយាយទៅ event មួយហ្នឹងពេលចេញមកក៏វាអត់តូចដែរសម្បីតែ skin ដែលត្រូវចេញមកហ្នឹងក៏វាច្រើនតាមហ្នឹងដែរហើយសម្បីតែ Lord ក៏មាន skin map អីក៏បដូរដែរអញ្ចឹងខាង Mobile Legends អត់ចង់ឲ្យយើងសាំភ្នែកទេចង់ឲ្យយើងប្លែកភ្នែកដែរអញ្ចឹងអ្នកគ្នាធៀមមកហើយទៅនៅពេលដែល event មួយហ្នឹងចេញឆ្លាញ់ skin មួយណាដូច Naruto អីអញ្ចឹងទៅសែវឲ្យហើយទៅដាក់ weekly pass ដាក់អីអញ្ចឹងទៅធៀមទៅព្រោះ event មួយហ្នឹងចេញមកមិនមែនតូចទេវាផ្ទុកបឹងហ្មងហើយនៅថ្ងៃស្អែកនេះ event របស់ Selena Senek ហ្នឹងក៏មានការ free ticket ដែរ free ឡើង29 ticket ដល់អ្នកគ្នាអញ្ចឹងវាច្រើនវាចំណេញច្រើនដែរហើយដើម្បីបាន claim យក ticket ទាំងអស់ហ្នឹង full បានទាំងអស់ហ្មងដល់តែយើង top up 500 diamond ឡើងហើយខាងក្រៅ Baby Store ក៏គាត់មានបើកកដែរបាទអញ្ចឹងទេនៅពេលដែលដល់ថ្ងៃអ្នកគ្នាអាចទៅដាក់ក៏បានដែរកញ្ចប់500 diamond ដូចជាតាម$7ជាងទេប៉ុន្តែបើដាក់ជា weekly pass ដាក់ weekly pass 5អីទៅគឺគ្រប់ហើយបាទអញ្ចឹងទេតម្លៃ promotion មួយហ្នឹងក៏មាននៅក្នុង website ដែរនៅពេលដែល event មួយហ្នឹងថ្ងៃស្អែកម៉ោង3ហ្នឹងចាំដាក់អ្នកគ្នាប្រយ័ត្នតាមកដាក់ឥឡូវហ្នឹងគឺអត់បាន ticket ទៅណាទេអញ្ចឹងថ្ងៃស្អែកម៉ោង3ចាំដាក់អញ្ចឹងអ្នកគ្នាអាចចូលទៅដាក់នៅក្នុង website ដោយខ្លួនឯងបាននៅក្នុង website ក៏មានតម្លៃ promotion បែបហ្នឹងដែរ